ធ្វើអាជីវកម្មអត់ខុសពីការធ្វើសង្គ្រាមទេគ្រាន់តែថាវាជាសង្គ្រាមមួយដែលអត់ផ្សាយបើសិនជាកូនក្មួយមានបញ្ហាពេលដែលបើកអាជីវកម្មទៅអាជីវកម្មមិនទៅមុខដួលឬមួយក៏វាមានបញ្ហាខូចខាតដូចជាមានបញ្ហាឡុងចុងអីជាដើមអញ្ចឹងទៅកុំបាក់ទឹកចិត្តហើយក៏កុំខូចចិត្តពីព្រោះវាអត់បានអីមកវិញទេមែនអត់វាបានបាត់ទៅហើយបានខូចបានខាតបាត់ទៅហើយមានសំណួរកូនក្មួយច្រើនអ្នកពាក់ព័ន្ធជារឿងចេញមហោស៊ីហើយអត់ទៅមុខហើយមានបញ្ហាស្ទើរអារម្មណ៍សម្ពាធផ្លូវចិត្តក្រុមគ្រួសារស្ដីបន្ទោសឪពុកម្ដាយដាក់សម្ពាធក៏ដូចជាមានការខ្មាស់គេអីចឹងទៅពីបញ្ហាថារកស៊ីទៅគេទៅមុខយកទៅមុខគិតសារជាថ្មីក្មួយមិញខ្លួនឯងនេះក៏ឡងមកដែលប្រព្រឹត្តខ្លួនគ្រប់អាជីវកម្មនៅក្នុងដៃក៏មិនបានដឹងឬមកក៏បានថាទេវតាចាមកថាត្រូវតែជោគជ័យត្រូវតែលក់ទឹកដាច់ត្រូវតែធ្វើទៅបានផលដែរអត់មានអ្នកណាដឹងមុនទេក្មួយក៏ប៉ុន្តែដោយសារកម្លាំងចិត្តហើយនឹងជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងគឺដាច់ខាត់ត្រូវតែបើកសាកល្បងគ្មានអ្នកណាមួយដែលអត់សាកល្បងទេអញ្ចឹងមិនមែនក្រុមហ៊ុនធំធំគេតែងតែមានបើកសាកល្បងឯដបងមែនទេចាអញ្ចឹងមីងលើកទឹកចិត្តដល់កូនក្មួយទាំងអស់គ្នាថាត្រឹមតាជួបបញ្ហាមួយហ្នឹងត្រឹមតាដួលមុខរបរមួយហ្នឹងហេតុអីក៏យើងត្រូវចាំបាច់ពិបាកចិត្តម៉េចចាប់ដើមសារថ្មីប៉ុន្តែមើលទៅអតីតកាលរបស់យើងថាថៃបានលក់ដាច់ថៃបានវាអត់ដើរថៃបានវាអត់ទៅមកមូលហេតុអីធ្វើអត់ឆ្ងាញ់ធ្វើអត់ល្អសេវាកម្មមិនល្អរបស់នឹងយកមកអត់ពេញនិយមរបស់នឹងយកមកវាមានបញ្ហាខ្វះខាតអីផ្សេងៗឡើងណាអាហ្នឹងដែលជាអ្វីដែលក្មួយត្រូវហាត់រៀនមិនមែនត្រូវតែហាត់រៀនមើលអូអ្នកនោះជោគជ័យអ្នកនោះគេជឿនលឿនអ្នកនោះឯងគេរុងរឿងអីទេត្រូវមើលមកខ្លួនឯងថាអ្វីដែលយើងបានធ្វើនោះវាខ្វះអីវាខូចអីវាខាតអីជួសជុលសារឡើងវិញបំពេញបន្ថែមនូវចំណេះជំនាញហើយសាកល្បងម្ដងទៀតមិញជឿថាក្មួយអាបង្កើតអាជីវកម្មមួយវាអត់ពិបាកឯងអ្វីដែលពិបាកលក់ធ្វើម៉េចឲ្យដាច់ហើយអាលក់ធ្វើម៉េចឲ្យដាច់វាអត់ពិបាកឯងពិបាកធ្វើម៉េចលក់ឲ្យគេមិនទិញយើងទៀតអូខេកន្លែងហ្នឹងអញ្ចឹងមុខរបរឲ្យក៏ដោយត្រូវការទំនុកចិត្តត្រូវការភាពស្អាតស្អំត្រូវការភាពច្បាស់លាស់ត្រូវការការយកទុកដាក់ត្រូវការភាពអត់ខ្ចោះដែលផ្ដើមចេញពីយើងរបស់ខ្លួនឯងអូខេមីងចែកម្លេចទៅកូនក្មួយថាគ្រាន់តែយើងលក់អត់ដាច់ទេមែនទេគ្រាន់តែយើងថាធ្វើទៅវាមិនសូវរលូនទេមែនទេតែយ៉ាងណាក្មួយបានចាប់ផ្ដើមមកក្មួយក្លាហានហើយក្មួយអស់ចាស់ដែលក្មួយហ៊ានចាប់ផ្ដើមពីព្រោះរាល់ការសម្រេចបានគោលដៅអាស្រ័យលើមានការចាប់ផ្ដើមការចាប់ផ្ដើមអាស្រ័យលើការសម្រេចចិត្តបានថាគ្រាន់តែក្មួយហ៊ានសម្រេចចិត្តក្នុងការធ្វើបានថាក្មួយក្លាហានបាត់ទៅហើយមានអ្នកខ្លះហក់មកកណោអ្នកដែលសំបីតែការសម្រេចចិត្តអត់តាន់ហ៊ានផងគេមិននឹងហ៊ានមកលះបង់ដូចក្មួយបានហ៊ានដូចក្មួយបានទៅអញ្ចឹងក្មួយប្រកែមីងឲ្យបន្ទុក50បន្ទុក